ថ្ងៃនេះតបភ្ញៀវពេលព្រឹកហើយក៏ចាប់ផ្ដើមចេញបងអញ្ចឹងព្រឹកខ្ញុំចូលតបនៅម៉ោង6ដែលខ្ញុំដាក់នៅលើនៅក្របពេកបងប្អូនចំណាំពេករបស់ខ្ញុំពេកខាងលើ 72K នេះចា 72K ហ្នឹងជាពេករបស់ខ្ញុំបើសិនជាមានពេកក្រោមចំនួនហ្នឹងតាក់ទងទៅបងប្អូនមិនមែនទេណាព្រោះបងប្អូនបើសិនជាឧទាហរណ៍បងប្អូនខមមិនណាខមមិនឲ្យដាក់ជាលេខទូរស័ព្ទទីតាំងបើសិនជាមានពេកខូចដែលគេឆាតទៅណែឆាតទៅបងប្អូនចូលទៅមើលលើ profile ផងបើសិនជាពេកនឹងចំនួនអ្នកតាមអត់បាន 72K ឬក៏ចំនួនផ្សេងមិនមែនទេណាបងប្អូនតាមដានមើលពេកខ្ញុំផងព្រោះពេកសប្តាហ៍ថ្ងៃ 72K ហើយសម្រាប់ពេកនេះគឺយើងដាក់ម៉ោងនិងលេខវាលុយនៅលើនឹងតែម្ដងហើយចំពោះការទូទាត់អីជួអស់ឈ្មោះពេកនឹងតែម្ដងណាបងប្អូនអាចចំណាំបានចាហើយសម្រាប់នេះគឺការចេញបងនៅពេលដែលបងប្អូនឆាតមកគឺខ្ញុំតបហើយខ្ញុំធ្វើការចេញបងជូនហើយក្នុងនេះជាប្រព័ន្ធ system ដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូហ្នឹងបងប្អូនអាចចូលមើលបានតម្លៃទំនិញមាននៅនឹងស្រាប់តម្លៃគឺខ្ញុំដាក់នៅពីកន្លែងបងប្អូនអាចចូលមើលនៅក្នុង channel Telegram ក៏បានឬក៏ប្រព័ន្ធ system នេះក៏បានប្រព័ន្ធ system នេះបងប្អូនអាចធ្វើការ order ដល់ខ្លួនឯងបានទៀតណាចាគឺងាយស្រួលទេបងប្អូនចូលធ្វើការកម្មងឆ្លាញ់អីវ៉ាន់មួយណាបងប្អូនគ្រាន់តែដាក់ក្នុងកន្ត្រកនេះទៅហើយបងប្អូនចូលទៅបំពេញទីតាំងអាសយដ្ឋានលេខទូរស័ព្ទរបស់បងប្អូនទៅហើយគាត់ធ្វើការទូទាត់នៅក្នុងនឹងតែម្ដងនៅពេលដែលបងប្អូនចុចទៅគឺគេទាមទារទូទាត់បងប្អូនអាចទូទាត់ជាមួយនឹង QR ក្នុងនឹងបានចាចំពោះការទូទាត់ហើយគឺយើងធ្វើការរៀបចំអីវ៉ាន់ដូចដែលខ្ញុំតបឆាតបងប្អូនអញ្ចឹងហើយក៏មានភ្ញៀវខ្លះក៏គាត់ឆាតតាមពេកតាម Telegram ឬតាម WhatsApp អញ្ចឹងណាគឺយើងធ្វើការរៀបចំឲ្យដូចគ្នាអីវ៉ាន់ព្រឹកចេញម៉ោង7ល្ងាចចេញម៉ោង4ដូចគ្នាចាតែឥឡូវពេលខ្លះក្រុមហ៊ុននេះលឿនអាចជា3ជាងហើយនឹងចេញហើយអញ្ចឹងបងប្អូនមានតម្រូវការជាមួយអីវ៉ាន់ណាអាចឆាតឲ្យបានមុនម៉ោងបន្តិចណាហើយបន្ទាប់មកខ្ញុំតបឆាតដល់ម៉ោង9យប់គឺខ្ញុំវាយបងជូនចេញអីវ៉ាន់ប៉ុន្តែអីវ៉ាន់ហ្នឹងអត់បានវាយនៅខាងសាខាអីវ៉ាន់ហ្នឹងព្រលឹមឡើងបានវាយចេញណាបងប្អូនហ្នឹងហើយកុំឲ្យច្រឡំហើយចំពោះវិក័យប័ត្រដែលខ្ញុំថតទៅបងប្អូនច្រើនតែឆ្ងល់ថាវិក័យប័ត្រគាត់មើលអត់យល់ពីវិក័យប័ត្រហ្នឹងអញ្ចឹងណាសម្រាប់វិក័យប័ត្រនេះគឺចេញពីខាងខ្ញុំតែម្ដងខ្ញុំនឹងធ្វើការវាយនេះបងប្អូនគឺឈ្មោះពេកចែមុំនេះលេខទូរស័ព្ទ09631332ទីតាំងភូមិកងនុយឃុំកងនុយខណ្ឌដង្កោរាជធានីភ្នំពេញវិក័យប័ត្រលេខរៀងលេខសម្គាល់ការបរិច្ឆេទថ្ងៃខែចាទឹកលុយចំពោះការទូទាត់កន្លែងខ្ញុំក្នុង$1ខ្ញុំគិត40គត់ខ្ញុំអត់បានគិត$ឡើងចុះខ្ញុំគិតថេដោយសារតែអីវ៉ាន់ពីច្រើនខ្ញុំលក់ជាលុយរៀលអញ្ចឹងណានៅពេលដែលខ្ញុំដាក់ប្រព័ន្ធ system វាលក់អត់ស្មើអញ្ចឹងខ្ញុំដាក់ថេតែម្ដងមិនថា$ឡើង$ចុះទេបងប្អូនចាហើយសម្រាប់ QR នេះនៅពេលដែលភ្ញៀវគាត់ចង់ទូទាត់នៅក្នុងវិក័យប័ត្រហ្នឹងគឺខ្ញុំ print ចេញបែបហ្នឹងតែម្ដងឬក៏ភ្ញៀវដែលគាត់ថាមកទិញអីវ៉ាន់នៅកន្លែងអញ្ចឹងខ្ញុំធ្វើការចេញបែបហ្នឹងគាត់មកទូទាត់នៅក្នុង QR នឹងបានដូចបងប្អូនចូលក្នុង system អញ្ចឹងគឺ QR ABA របស់ខ្ញុំនៅក្នុងហ្នឹងចាបើធម្មតាពេលដែលតបឆាតខ្ញុំប្រើ QR AC ប៉ុន្តែប្រព័ន្ធ system ខ្ញុំប្រើ QR ABA ណាហ្នឹងហើយចំពោះខាងក្រោមនេះគឺយើងនិយាយតាក់ទងជាមួយនឹងអតិថិជនហ្នឹងភ្ញៀវដែលគាត់ទិញនៅក្នុង Telegram ចាឈ្មោះរបស់គាត់អញ្ចឹងណាភ្ញៀវខ្លះ Telegram WhatsApp TikTok ឬក៏ Page អញ្ចឹងភ្ញៀវគាត់ចេញផ្សេងគ្នាតែនៅពេលដែលខ្ញុំសេបញ្ជាក់ Telegram ចឹងគឺភ្ញៀវនៅក្នុង Telegram លេខទូរស័ព្ទរបស់គាត់ទីតាំងភូមិឃុំរបស់គាត់ហើយការដឹកជញ្ជូនតាមព្រះបន្ថែមអញ្ចឹងយើងបញ្ជាក់នៅលើវិក័យប័ត្រនឹងពេញតែម្ដងអត់ឲ្យបងប្អូនពិបាកទេចំពោះវិក័យប័ត្រហ្នឹងបងប្អូនអាចមើលចំណាំទៅលេខទូរស័ព្ទខុសត្រូវអីនៅពេលដែលវិចខ្ចប់ខ្ញុំតែងតែថតទិន្នន័យកញ្ចប់អីវ៉ាន់នឹងជូនបងប្អូនមើលបើសិនជាឧទាហរណ៍លេខនឹងខុសទីតាំងនឹងខុសបងប្អូនអាចប្រាប់ភ្លាមដើម្បីនឹងធ្វើការកែជូនអញ្ចឹងណាព្រោះពេលដែលខ្ញុំវាយអញ្ចឹងបានឆ្លងកាត់ទៅជាមួយនឹងសាខាព្រះបន្ថែមបន្តទៀតអញ្ចឹងបងប្អូនទិញតាមលេខខ្ញុំអត់ដែរលក់តាមលេខទេដោយសារតែពេលដែលមានបញ្ហាអីវ៉ាន់យើងពិបាកក្នុងការដោះស្រាយចានៅពេលដែលយើងលក់តាមឆាតយើងថតទិន្នន័យឲ្យអស់អញ្ចឹងមានបញ្ហាអីវ៉ាន់យើងអាចឆែករកអញ្ចឹងណាចាហើយក៏អរគុណមែនតើណាសម្រាប់មួយដែលចូលកម្មងប្រចាំថ្ងៃចាអីវ៉ាន់យើងចេញជូនជាប្រចាំថ្ងៃដូចគ្នា